កូនមានឪពុកមនុស្សគ្រប់រូបដែលកើតមកក្នុងលោករមែងមានការតាក់ទងគ្នាដោយពាក្យនិយាយមានអំណាចដ៏ក្រៃលែងកូនត្រូវយល់ដូចតទៅ 1. ពាក្យនិយាយអាចបដូរផ្លាស់ហេតុអាក្រក់ឲ្យខ្លាចមកជាហេតុល្អបាន 2. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន 3. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សខ្ជិលឲ្យមកជាអ្នកមានការព្យាយាមបាន 4. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សល្ងងឲ្យមកជាមនុស្សឆ្លាតបាន 5. ពាក្យនិយាយអាចបដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់ឲ្យមកជាមនុស្សដែលស្ងប់បាន 6. ពាក្យនិយាយអាចផ្លាស់ប្ដូរមនុស្សដែលចចេះរឹងរូសឲ្យត្រឡប់មកជាមនុស្សប្រដៅងាយបាន 7. ពាក្យនិយាយអាចផ្លាស់ប្ដូរមនុស្សដែលខូចសតិឲ្យមានសតិវិញបាន 8. ពាក្យនិយាយអាចធ្វើឲ្យមនុស្សឆ្លោះគ្នាទៅជាល្អនឹងគ្នាបានចំពោះពាក្យនិយាយនេះរមែងមានអំណាចដូចគ្នាដែរគឺអាចនិយាយឲ្យមនុស្សខូចប្រយោជន៍និយាយទម្លាយនៅសេចក្តីសុខចម្រើនរបស់អ្នកដទៃបានគ្រប់យ៉ាងដូច្នេះកូនត្រូវបដិបត្តិក្នុងការនិយាយឲ្យបានហ្មត់ចត់កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ5យ៉ាង 1. និយាយពាក្យពិតមិននិយាយលេះលោះ 2. និយាយពាក្យពីរោះមិននិយាយញុះញង់ 3. និយាយត្រឹមត្រូវតាមកលៈទេសៈ 4. និយាយឲ្យបានជាប្រយោជន៍ដល់អ្នកស្ដាប់ 5. និយាយដោយចិត្តមេត្តាប្រាថ្នាឲ្យអ្នកដទៃបាននូវសេចក្តីសុខឬនិយាយដោយចិត្តសប្បុរសស្មោះត្រង់មិននិយាយរបៀបព្រោះពឹសដាក់អ្នកដទៃឡើយកូនមាសឪពុកប្រាថ្នាឲ្យកូនចូលដល់សេចក្តីល្អ10ប្រការ 1. កូនត្រូវជាអ្នកមានសិលប្រចាំខ្លួន 2. កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន 3. កូនត្រូវសេពគប់រកតែជាមួយមិត្តពិតប្រាកដ 4. កូនត្រូវជាមនុស្សប្រដៅងាយ 5. កូនត្រូវចេះជួយកិច្ចការងារអ្នកដទៃ 6. កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស 7. កូនត្រូវមានការព្យាយាមដោយអំណត់អត់ធន់ 8. កូនត្រូវសន្តោសចំពោះបច្ច័យ 4 9. កូនត្រូវមានស្មារតីដឹងមុខនីតិរបស់ខ្លួន 10. កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាថក្នុងជីវិតនឹងត្រូវរកផ្លូវឲ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងលោកដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ក្រៅពីកូនខ្លួនឯងព្រមគ្រប់គ្រាន់នោះឡើយនិងម្យ៉ាងទៀតនៅក្នុងលោកនេះដែរมันអាចមានអ្វីដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាងខ្លួនកូនជាមនុស្សល្អនោះទេសម្បត្តិក្នុងលោកมันអាចគ្រប់มันអាចបញ្ចប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងលោកมันអាចល្អស្មើនឹងធម៌សនាំចាក់ភពធម៌ពិតកូនឪត្រូវសេពគប់ព្រមទាំងគោរពខ្លួនឯងផងកូនមាសឪពុកកូនត្រូវយល់ដឹងថាសេចក្តីអត់ធន់ញ៉ាំងនៅផលឲ្យសម្រេចបានគ្រប់យ៉ាងកូនត្រូវអត់ធន់ដូចតទៅ 1. អត់ធន់ក្នុងរឿងដែលគួរអត់ធន់ 2. អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ឪសូមអធិប្បាយពីមុនដំបូងកូនគួរអត់ធន់ក្នុងរឿងដែលគួរអត់ធន់ដូចជាអត់ធន់ចំពោះមុខទួលនីតិអត់ធន់នៅក្នុងការបរិភោគ
ការដេកការរៀនចូលកូនអត់ធន់ដើម្បីអនាគតរបស់កូនសូមឲ្យកូនប្រកាន់ទុកថាសេចក្តីអត់ធន់គឺជាមុខនីតិរបស់យើងមួយផងដែរតទៅឪសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ដូចជាយើងធ្វើល្អហើយតែត្រូវគេនិន្ទាធ្វើល្អដល់គេហើយត្រូវគេប្រទុះតបវិញនិយាយពិតធ្វើដោយស្មោះតែត្រូវបានពោលមួលបង្កាច់រឿងទាំងអស់នេះសុទ្ធតែយើងធ្វើបានត្រឹមត្រូវមិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវអត់ធន់ទាំងដែលយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុតបើកូនធ្វើបានឈ្មោះថាកូនល្អដល់ក្រៃលែងកូននឹងមានសេចក្តីសុខផលនឹងកើតមានដល់កូនព្រមទាំងបរិវារកាលណាបើកូនមានសេចក្តីអត់ធន់បែបនេះសេចក្តីអត់ធន់ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់សេចក្តីអត់ធន់ធ្វើឲ្យរួចពីក្រញាំតណ្ហាសេចក្តីអត់ធន់ធ្វើឲ្យមានរបៀបវិន័យសេចក្តីអត់ធន់បញ្ចប់សេចក្តីក្រោធបានសេចក្តីអត់ធន់ធ្វើឲ្យតម្កល់ខ្លួនល្អបានសេចក្តីអត់ធន់ជាដៃគូក្នុងការងារសេចក្តីអត់ធន់ជាអាវក្រោះរបស់ចិត្តសេចក្តីអត់ធន់នាំឲ្យមានមិត្តខ្សត់សត្រូវសេចក្តីអត់ធន់ជាបិតានៃគុណធម៌ទាំងពួងដែកដែលយកទៅដុតដោយភ្លើងហើយយកមកលុតដាំធ្វើជាឧបករណ៍ផ្សេងរមែងរឹងនឹងមានតម្លៃយ៉ាងណាមិញមនុស្សដែលអត់ធន់បានល្អក៏ជាមនុស្សដែលរឹងប៉ឹងនិងមានគុណតម្លៃយ៉ាងដូចនោះដែរទង់ជ័យព្រះពុទ្ធខន្តីប្រែថាការអត់ទ្រាំរឹងមាំល្អស្រស់ដូចជាទង់រក្សាកុសលឲ្យគង់វង្សមេត្តាដូចទង់បក់រវេចមេត្តាខន្តីគូសំស័កមិនមានថ្នាំងថ្នាក់អ្វីបន្តិចគឺអតោសៈថ្លៃជាងពេជ្រកំទេចសត្រូវនៅក្នុងខ្លួនខ្សែកតញ្ញូបង្ហូតទង់ទ្រទ្រង់បារមីឲ្យមាំមួនបញ្ញាជាដងយ៉ាងសំសួនខ្យល់បក់អង្រួនគឺលោកធម៌សតិជាគ្រឹះកប់ក្នុងដីដងទង់គ្មានអ្វីត្រូវញាប់ញ័រទង់បក់រវិចរំលេចពណ៌ទទួលលោកធម៌ទាំង8ខៀវលឿងក្រហមសហងបាតពណ៌ភ្លេចស្រស់ស្អាតចាំងរាំងសីជាផលសម្រេចពីបារមីសិលជាផែនដីទ្រដងទង់